cái việc còn là chỉ ca chơi rơ có đôi chỉ bẹp con cho mình người ta chỉ chờn ai mau bịប្រវត្តិនៃការសិក្សាក៏ដូចជាអតីតកាលរួមជាមួយនឹងការចងចាំដែលបុគ្គលម្នាក់នោះមានបានបង្កើតឡើងពេលដែលគាត់នៅរៀនថាមានអ្វីកើតឡើងខ្លះជាមួយនឹងគ្រូដែលគាត់បានឆ្លងកាត់ជាមួយទាំងអស់ឧទាហរណ៍ជាក់ស្ដែងជាមួយខ្ញុំតាំងពីខ្ញុំរៀនមកអត់មានបានតែបើសភៅតាមដានអីមើលណាគឺខ្ញុំចងចាំឈ្មោះគ្រូមួយរូបគ្រូបង្រៀនខ្មែររបស់ខ្ញុំនៅសាលាឯកជនមួយដែលពេលខ្ញុំរៀនថ្នាក់ទី8 yes គឺអ្នកគ្រូមាសរ៉ានីគាត់បង្រៀនខ្មែរមូលហេតុដែលខ្ញុំចងចាំឈ្មោះគាត់ជាងគេធ្វើឲ្យខ្ញុំដកជាប់ក្នុងចិត្តជាងគេគឺដោយសារតែថាពេលរៀនមានម៉ោងមួយនោះពេលវេលាមួយនោះគឺគាត់ខឹងកូនសិស្សមួយក្រុមតែធម្មតាយើងរៀនតែមានសិស្សក្បាលខូចមិនចឹងត្រូវនិយាយអត់ស្ដាប់ចុងក្រោយគឺគាត់ស្រែកហើយគាត់ឡើងអួរដើមកគាត់យំហើយគាត់និយាយថាគាត់ពិបាកចិត្តបែបណាឃើញកូនសិស្សអីចេះនិយាយអត់ស្ដាប់អីចឹងទៅគាត់គឺជាគ្រូម្នាក់ដែលអត់ដែរចេះប្រើពាក្យសម្ដីអសរោះនិយាយពាក្យហែងអញឬមួយក៏ជេរកូនសិស្សពាក្យក៏អត់ដែរទេចឹងពេលហ្នឹងពេលខ្ញុំឃើញគ្រូចឹងខ្ញុំអត់ដឹងមូលហេតុអីដែរពេលហ្នឹងគឺធ្វើឲ្យខ្ញុំមានអារម្មណ៍ខ្ញុំមើលឃើញគុណតម្លៃរបស់អ្នកគ្រូម្នាក់ហ្នឹងហើយខ្ញុំក៏មានការចងចាំនៅក្នុងគ្រូក្បាលឈ្មោះគាត់គឺខ្ញុំអត់ភ្លេចហ្មងខ្ញុំជឿថាខ្ញុំអត់និយាយឈ្មោះគាត់ខុសឯអ្នកគ្រូមាសរ៉ានីហ្នឹងហើយក៏មិនដែរបានជួបមុខគាត់ទៀតតែបន្ទាប់ពីរៀនចប់មកហើយមានគ្រូពីរនាក់ទៀតដែលខ្ញុំចូលចិត្តគាត់ដូចគ្នាតែខ្ញុំអត់ចាំឈ្មោះគាត់ទេអ្នកគ្រូជីវៈនិងអ្នកគ្រូផែនដីអ្នកគ្រូផែនដីមកដល់ឥឡូវខ្ញុំភ្លេចមុខគាត់បាត់ហើយតែបើគ្រូជីវៈខ្ញុំនៅចាំមុខគាត់សក់រួញគាត់មានឡើងទូចហើយមុខគាត់រៀងស្គមនិយាយទៅតែប្រហែលគាត់រៀងធំតែមានគាត់ទូចមែនតើហ្មងចាអ្នកគ្រូផែនដីគាត់នៅក្មេងការនៅបរិញ្ញាអញ្ចឹងខ្ញុំចង់ចាំគាត់ជាងគេដោយសារគាត់បរិញ្ញាមកគឺមានអារម្មណ៍ថានិយាយចេញមកគឺ interesting ធ្វើឲ្យយើងអត់ធុញហ្នឹងមិនមែនជាបរិញ្ញាបែបold school និយាយអញ្ចឹងហើយបើគ្រូជីវៈវិញសម្ដីគាត់អត់សូវព្រោះទេប៉ុន្តែគាត់បរិញ្ញាឲ្យគាត់និយាយលះចំតែធ្វើឲ្យយើងតាក់ទាញចង់ដឹងចង់ស្គាល់បន្ថែមពីមុខវិជ្ជាជីវវិទ្យានេះគឺជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំបើនិយាយអំពី memory ល្អឬមួយក៏យើងអាចនិយាយបានថាអតីតកាលស្រស់បំប្រងឬមួយក៏អតីតកាលដ៏ជូរចត់ដែលមិនអាចបំភ្លេចបានឲ្យតែស្រស់ល្អក៏ដោយអាក្រក់ក៏ដោយសុទ្ធតែមិនអាចបំភ្លេចបានអញ្ចឹងណាចាមានដូចគ្នាបើខ្ញុំរៀនការខ្ញុំនៅរៀនវិទ្យាល័យនិយាយទៅពេលរៀនវិទ្យាល័យណាខ្ញុំមានរៀនខ្មែររៀនចិនរៀនអង់គ្លេសក្នុងពេលតែមួយចារៀនអង់គ្លេសគឺ part time អញ្ចឹងបើឲ្យពេលប្រៀបធៀប3ហ្នឹងខ្ញុំចូលចិត្តអង់គ្លេសជាងគេដោយសារគេពេលខ្ញុំទៅរៀនអង់គ្លេសម៉ោងទៀត1ម៉ោងក៏ប៉ុតមែនតែមានអនុស្សាវរីយ៍ល្អៗជាច្រើនហើយបានចូលរួមសកម្មភាពសាលាជាច្រើនមែនតែម្ដងចាមានក្លឹបសិក្សាចូលរៀនហ្គីតាមានស្គាល់គេជាច្រើនមកពីក្លឹបសិក្សាជាច្រើនបើរៀនចិនក៏ចូលចិត្តដូចគ្នាដែរតែសារពេលទៅរៀនចិនមានអារម្មណ៍ថាមានសម្ពាធតិចជាងពេលទៅរៀនខ្មែរហើយមិត្តភ័ក្តិសប្បាយពេលម៉ោងចេញលេងអីអញ្ចឹងទៅម៉ោងចូលរៀនលួចញ៉ាំនំលួចយកនំចូលក្នុងថ្នាក់រៀនអីអញ្ចឹងណាចាអ្នកគេរាប់រៀនចិនដឹងហើយនៅតន់រត់ឲ្យយកនំយកអីចូលចាពេលហ្នឹងខ្ញុំចាំជាងគេគឺថាលួចកលិញឈុកមកថងញ៉ាំពេញមួយថ្នាក់ហ្នឹងហ្មងមកជួតុកអីអញ្ចឹងណាយ៉ាហើយបើរៀនខ្មែរវិញអត់សូវមានអនុស្សាវរីយ៍ល្អច្រើនទេចាដោយសារតែបើនិយាយរឿងអីគេយើងទាំងអស់គ្នាស្រាប់ធ្លាប់ឆ្លងកាត់ហើយមើលទៅរៀនគួបងលុយម៉ោងនេះយកបន្ទុកអីហ្នឹងសិតតែមានទាំងអស់ម៉ោងកីឡាម៉ោងរោងជាងម៉ោងគេហាក់អីហ្នឹងដែរស្គាល់អត់ទេ to be honest សម្រាប់ខ្ញុំគឺខ្ញុំអត់ដែរស្គាល់ទេមានទិញអីគេប្រដាប់គេប៉ាក់គេអីហ្នឹងមានតែអត់ដែរប៉ះទេរោងជាងដើរកាត់ឃើញតែក៏អត់ដែរចូលរៀនដែរម៉ោងហ្នឹងកីឡាតាមគេតាមអីទៅមានអីក៏អញ្ចឹងទៅតែបើថាសួរបន្ទុកវិញក៏បានពេញដែរ50ឬក៏ពេលហ្នឹងគេគិត50មែនអីនិយាយទៅគឺមានបន្ទុកដូចគ្នា3មុខ3ម៉ោងហ្នឹងចាហើយបើនិយាយថាខ្ញុំនិយាយកុហកខ្ញុំជឿថាណាគេធ្លាប់រៀនយល់ហើយពេលនៅរៀនសាលាកាលពីប្រហែល10ឆ្នាំមុនទេ10ឆ្នាំមុនទេ10ឆ្នាំ15ឆ្នាំមុនទេភ្លេចហ្នឹងនិយាយទៅគឺសិតតែធ្លាប់ឆ្លងកាត់ហ្នឹងហើយបងលុយបានបន្ទុកហ្នឹងនៅក្នុងមុខវិជ្ជាទាំងអស់ហ្នឹងហើយសិតតែត្រូវទៅរៀនគួរអីហ្នឹងហើយដូចនិយាយយ៉ាងថាក៏មានគ្រូដែលគាត់ធ្លាប់បង្កើតបទពិសោធន៍មិនល្អសម្រាប់យើងដូចគ្នាដែរសម្រាប់ខ្ញុំមកដល់ឥឡូវអីខ្ញុំចង់ចាំជាងគេគឺគ្រូខ្មែរខ្ញុំមួយរូបពេលនៅរៀនសាលាឯកជនហ្នឹងហ្មងខ្ញុំគិតថាគាត់និយាយពេលហ្នឹងអូលេងសើចកំ pl យើងសើចចឹងតែដល់ពេលធំឡើងគួយគិតទៅវិញជាមួយនឹង conversation ដែលយើងមានជាមួយគាត់ការនំមួយកូនសិស្សនៅក្នុងថ្នាក់ហ្នឹងអូការប៉ັດទៅអ្វីដែលគាត់និយាយយកមកលេងសើចហ្នឹងគឺជាការយកប្រធានបទមនុស្សស្រីស្ត្រីយកមកលេងសើចហើយយើងពេលនៅក្មេងយើងអត់ដឹងខ្យល់អីយើងក៏សើចសប្បាយហាហាដែរតែការប៉ັດគឺគេកំពុងតែលេងសើចតាក់ទងអំពីយើងគិតមកវិញទៅមិនដែរចឹងត្រឡប់មកវិញខ្ញុំគិតថាអីដែលសំខាន់នោះគឺវាពាក់ព័ន្ធទៅលើយើងដែលជាអ្នកមើលនេះទស្សនានេះអ្នកដែលជាទស្សនិកជននេះ viewer តើយើងមើលហើយពីការបែងចែកក៏ដូចជាការចែករំលែកនៅបទពិសោធន៍ជាច្រើនរបស់អាចនិយាយបានថាអ្នកបង្កើតមាតិកា content creator ហ្នឹងមិនថាគាត់មាន follower តិចឬច្រើនឬក៏យ៉ាងណាទេអ្នកទាំងអស់គ្នាជាពិសេសគឺបងប្អូនសិស្សសានុសិស្សសូមចែករំលែកចិត្តទៅដល់បងប្អូនហ្មងហើយបងប្អូនមានជាមួយនឹងសម័យនេះសម័យទំនើបដែលអាចឲ្យបងប្អូនបានឃើញជាមួយនឹងរឿងជាច្រើនអាចមានជាមួយនឹងព័ត៌មានជាច្រើនឲ្យបងប្អូនយកមកគិតយកមកចម្រោះយកមកចម្រាញ់ហើយធ្វើការជ្រើសរើសដោយខ្លួនឯងអូនអាចមើលពីអ្នកបង្កើតមាតិកាចំនួន5រូបឬក៏10រូបគាត់មានបទពិសោធន៍ចំនួន5ចំនួន10ដើម្បីចែករំលែកដល់បងប្អូនអញ្ចឹងបងប្អូនដូចព្រាបបានដូចជារៀនមេរៀនចំនួន10អញ្ចឹងអូនអាចរៀនសូត្រពីមេរៀនរបស់ពួកគាត់ហើយធ្វើការជ្រើសរើសដោយខ្លួនឯងទៅតែច្បាស់ណាស់ពីបងទៅគ្រាន់តែចង់ចែករំលែកថាការសិក្សាគឺអត់អាចបំភ្លេចបានឡើយការសិក្សាគឺត្រូវតែមានយើងត្រូវតែខំរៀនព្រោះឯពេលដែលចេញប្រឡូកទៅក្នុងសង្គមការសិក្សាទាំងអស់ហ្នឹងហើយដែលវាជាឧបករណ៍ដ៏សំខាន់មួយជូនទៅដល់បងប្អូនទាំងអស់គ្នាបើអត់ចេះសរសេរអក្សរចេះអានអក្សរចេះអីអត់ចេះភាសាអត់ចេះអីគឺចូលទៅដល់សង្គមគឺគេនៅនេះយើងនៅនេះហើយ
ចឹងច្បាស់ហើយទាំងអស់គ្នាចង់ឲ្យខ្លួនឯងនៅឡើយនេះចឹងតើតខំរៀនតែប៉ុណ្្នឹងឯងថាពេលយើងរៀនច្បាស់ជាមានបទពិសោធន៍ជូរចត់ដោយសារកត្តាជាច្រើនអាចកត្តាជីវភាពកត្តាគ្រួសារកត្តាសាលាកត្តាអីជាច្រើនលាក់រាប់រយកត្តាបូកចូលគ្នាច្រើនមែនតើដែលធ្វើឲ្យបង្កើតទៅជាបទពិសោធន៍ក៏ដូចជាអតីតកាលមួយសម្រាប់ប្អូនហើយក៏ខ្លាចទៅជាមេរៀនមួយសម្រាប់ប្អូនដែរតែគ្រាន់ចង់ឲ្យដឹងវិញថាចេះមិនថាគ្រូគាត់ធ្វើល្អឬក៏ធ្វើអាក្រក់ដាក់ប្អូនដែលធ្វើឲ្យប្អូនមានជាមួយនឹងបទពិសោធន៍បែបណានោះឡើយចាត់ទុកជាមេរៀនទាំងអស់ទៅពេលទៅដល់កម្រិតណាមួយក៏បងប្អូនមើលឃើញអូដោយសារតែគ្រូម្នាក់នោះគាត់ធ្វើរឿងអាក្រក់មួយនេះដាក់ខ្ញុំទៅធ្វើឲ្យខ្ញុំមកដល់ឥឡូវខ្ញុំប៉ះរឿងនឹងម្ដងទៀតខ្ញុំដឹងថាខ្ញុំអាចដោះស្រាយជាមួយវាដោយបែបណានៅក្នុងជីវិតពិតរាល់ថ្ងៃនេះដោយសារតែគ្រូម្នាក់នោះគាត់ធ្វើរឿងល្អគាត់និយាយបែបនេះដាក់ខ្ញុំធ្វើឲ្យខ្ញុំនឹកឃើញនៅពេលនេះខ្ញុំអាចយកការណែនាំ advice របស់គាត់យកមកប្រើប្រាស់នៅពេលនេះដូចគ្នាដែរអញ្ចឹងមានអីក្រៅពីថាអរគុណរាល់រឿងអាក្រក់រឿងល្អទាំងឡាយដែលបានកើតមានឡើងដែលធ្វើឲ្យយើងអាចយកវាទុកជាមេរៀនដោះស្រាយនៅក្នុងជីវិតសប្ថ្ងៃចិត្តប្រឡងទី12ហើយខំរៀនទៅឲ្យតែយើងខំនិយាយមកមិនសិបប្រកែណាអត់មានប្រកែដូចគ្នាដែរទេអញ្ចឹងឲ្យតែយើងខំរៀនទៅបានបន្ទុកបែបណាសុទ្ធតែជាមេរៀនសម្រាប់អូនយកទៅប្រើប្រាស់នៅក្នុងជីវិតពិតទេពេលចូលសង្គមវាគឺជារឿងមួយផ្សេងទៀតហើយ